ដំបូងអ្នកត្រូវបើកផ្នែកស្លេចដែលបានរៀបចំជាមុននៅច្រមុះយ៉ាងប្រុងប្រយ័ត្នហើយចងវាទៅវិញវិមុខជាដុំនៅទីនេះសំខាន់ណាស់គឺត្រូវពិនិត្យមើលឲ្យប្រាកដថាផ្នែកស្លេចនេះត្រូវទៅតាមគំរូដើមមួយដោយពិនិត្យជាបន្តបន្ទាប់ព្រោះបើរូបរាងឬប្រវែងរបស់វាខុសពីគំរូតិចតួចវាអាចប៉ះពាល់ដល់ដំណើរការបន្តបានដូច្នោះសូមអនុវត្តការចងយ៉ាងចំណងចិត្តនិងយកចិត្តទុកដាក់យ៉ាងពិសេសបន្ទាប់មកសម្រាប់ធ្វើឲ្យនៅ E0 ចំណុចជ្រុងរបស់ស្លៀមដែលបានចងជាមួយគ្នាមានលក្ខណៈស្អាតនិងត្រឹមត្រូវសូមប្រើក្រចកនៅ E0 គឺជាចុងឬជ្រុងនៃស្លៀមដែលបានចងជាមួយគ្នាហើយការរៀបចំបន្ទាត់ឲ្យស្អាតនឹងធ្វើឲ្យរូបរាងស្លៀមកាន់តែទល់ឲ្យលក្ខណៈជាពិសេសសូមប្រើក្រចកដើម្បីបន្តិចធ្វើឲ្យជ្រុងនៃផ្នែកស្លេចលេចចេញយ៉ាងច្បាស់ហើយពិនិត្យមើលឲ្យប្រាកដថាបន្ទាត់ទាំងមូលត្រូវបានរៀបចំឲ្យត្រឹមត្រូវក្នុងដំណើរការក្នុងការងារបន្ទាប់មកចាប់ផ្ដើមចងខ្សែដងក្រោមស្លៀមដោយប្រុងប្រយ័ត្ននៅពេលចងខ្សែដងក្រោមនេះសូមចងតាមបន្ទាត់ដែលបានកំណត់ជាមុនដើម្បីឲ្យនៅ E0 មិនខុសពីកន្លងឬផុសចេញពីកន្លងការប្រើក្រចកម្ដងទៀតនឹងធ្វើឲ្យនៅ E0 បង្ហាញជាបន្ទាត់ច្បាស់លាស់និងធ្វើឲ្យផ្នែកខាងមុខនៃស្លៀមលេចចេញយ៉ាងច្បាស់បន្ថែមពីនេះអ្នកត្រូវចងស្លៀមខាងមុខនិងស្លៀមខាងក្រោយឲ្យត្រឹមត្រូវគោរពតាមខាងស្ដាំនិងខាងឆ្វេងឲ្យគ្មានករណីច្រឡំនៅក្នុងដំណើរការនេះសូមពិនិត្យឲ្យបានច្បាស់លាស់អំពីលំដាប់និងទិសដៅដើម្បីជៀសវាងការចងមិនស្រួលឬបែកបាក់ដើមនាំនេះនិងធានាឲ្យការសម្រួលរបស់ស្លៀមទាំងមូលឆ្លាស់ក្រឹតនិងដំណើរការបន្តអាចធ្វើបានយ៉ាងត្រឹមត្រូវបន្ថែមពីនេះសម្រាប់ធានាថានៅ E0 របស់ស្លៀមខាងមុខនិងស្លៀមខាងក្រោយមិនខុសពីគ្នាអ្នកត្រូវចងណាកាត់យ៉ាងម៉ឺងម៉ាត់ថ្នាក់នេះជាការចងដែលជួយជាប់យ៉ាងរឹងមាំបង្កើតមូលដ្ឋានសម្រាប់ឲ្យរចនាសម្ព័ន្ធនៃស្លៀមទាំងមូលមានភាពអចិន្ត្រៃយ៍និងធានាថាដំណើរការបន្តនៃការចងនឹងធ្វើទៅដោយត្រឹមត្រូវក្រោយមកនៅច្រមុះសូមធ្វើការចងរលីសដើម្បីជំរុញការរឹបរួមរបស់នៅ E0 នៅពេលពាក់ស្លៀមក្នុងដំណើរការនេះសូមប្រើម៉ាស៊ីនចងរលីសនិងចងដោយផ្ដល់ឲ្យមានចន្លោះគ្រប់គ្រាន់និងធ្វើតាមត្រឹមត្រូវប្រសិនបើរលីសត្រូវបានចងរឹងមាំនិងធ្វើឲ្យខ្សែចងទាំងមូលបង្ហាញជាក់លាក់ទាំងអស់ហើយច្រមុះនៃស្លៀមនឹងមានភាពល្អប្រណិតក្រោយពីនោះក៏អាចបន្ថែមការចងទូសជូរនៅផ្នែកក្រោមស្លៀមដើម្បីបន្ថែមការជំរុញនិងធានាថារចនាសម្ព័ន្ធស្លៀមទាំងមូលមានភាពរឹងមាំដំណើរការនេះជួយបង្កើតមូលដ្ឋានសម្រាប់ការចងនៅដំណើរការបន្ទាប់ឲ្យមានស្ថិរភាពនិងឆើតឆាយក្នុងរូបរាងបន្ទាប់មកនៅផ្នែកខាងលើនៃស្លៀមដែលយើងហៅថា Goslim Yang សូមធ្វើការបង្កើតគិសដោយការទាញខ្សែយ៉ាងទន់លាបប៉ុន្តែត្រូវយកចិត្តទុកដាក់និងរឹងមាំក្នុងការងារការបង្កើតគិសយ៉ាងបានសមរម្យនឹងផ្ដល់ឲ្យស្លៀមមានភាពទ្រទ្រាយនិងបង្កើតខ្សែបន្ទាត់ស្អាតដែលបន្ថែមភាពច្នៃប្រឌិតនិងអំណោយផលដល់រចនាបថស្លៀមទាំងមូលចុងក្រោយនៅផ្នែកខាងក្រោយនៃច្រមុះសូមប្រើក្រចកដើម្បីរៀបចំរូបរាងនិងបន្ទាត់ឡើងវិញយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកបង្វិលស្លៀមទៅខាងមុខបន្ទាប់ពីបង្វិលរួចសូមប្រើក្រចកម្ដងទៀតដើម្បីធានាថាជ្រុងនៃច្រមុះត្រូវបានតាំងឲ្យច្បាស់ហើយនៅ E0និងខ្សែចងទាំងមូលមានភាពស្អាតនិងច្បាស់លាស់ដល់ដំណើរការបញ្ចប់នៃស្លៀមដែលបានធ្វើឡើងយ៉ាងល្អឥតខ្ចោះ